ស្រីមកបានផ្លាស់មករស់នៅក្នុងផ្ទះឈើចាស់បុរាណរបស់ដូនរបស់នាងដែលស្ថិតនៅដាច់ស្រយាលក្នុងភូមិមួយបន្ទាប់ពីដូនរបស់នាងបានទទួលមរណភាពផ្ទះនេះធំទូលាយប៉ុន្តែមានភាពស្ងាត់ជ្រងំគួរឲ្យព្រឺខ្លាចប្រៀបដូចជាផ្ទះនេះកំពុងទប់ដង្ហើមទុករងចាំអ្វីមួយរាល់យប់ស្រីមកតែងតែធំក្លិនក្រអូបឈ្ងុយឆ្ងាញ់ប្លែកៗដែលនាងមិនដែលធ្លាប់បានធំពីមុនមកក្លិននោះដូចជាក្លិនផ្កាម្យ៉ាងលាយឡំជាមួយក្លិនឈ្ងុយនៃរបស់ផ្អែមប៉ុន្តែវាក៏មានអារម្មណ៍ចម្លែកម្យ៉ាងដែលធ្វើឲ្យនាងមានអារម្មណ៍ថាវាផ្អែមល្ហែមហួសហេតុរហូតដល់ថប់ដង្ហើមដំបូងឡើយនាងគិតថាជាក្លិនផ្កាព្រៃនៅក្បែរផ្ទះតែក្រោយមកនាងសង្កេតឃើញថាក្លិននោះមានតែនៅពេលយប់ជ្រៅប៉ុណ្ណោះហើយវាកាន់តែខ្លាំងឡើងនាងក៏ចាប់ផ្ដើមយល់សប្តិឃើញនារីម្នាក់ស្លៀកពាក់ប្រពៃណីមុខមាត់ស្រស់ស្អាតតែពោពេញដោយក្តីឈឺចាប់នារីនោះតែងតែស្រែកហៅឈ្មោះប្រុសម្នាក់ក្នុងសុបិនហើយសំឡេងខ្សឹបខ្សៀវក៏តែងតែលេចឡើងនៅក្នុងផ្ទះស្ងាត់ជ្រងំនេះពេលខ្លះនាងឮដោយមាននរណាម្នាក់ដែលជុំវិញក្រែគេងរបស់នាងតែពេលនាងបើកភ្នែកគ្មានឃើញអ្វីសោះឡើយមានតែភាពងងឹតនិងក្លិនផ្អែមដែលរឹតតែខ្លាំងឡើងយប់មួយក្លិនផ្អែមនោះបានរីករាលដាលពេញបន្ទប់ធ្វើឲ្យនាងស្រវាំងភ្នែកស្រីមកមានអារម្មណ៍ត្រជាក់ស្រេងដួលទឹកកកហើយស្រមោលខ្មៅក៏ចាប់ផ្ដើមលូនវាលើជញ្ជាំងភ្លាមនោះនាងបានឃើញរូបរាងនារីក្នុងសុបិនរបស់នាងកំពុងឈរនៅក្បែរបង្អួយនាងស្រស់ស្អាតឥតខ្ចោះតែភ្នែករបស់នាងទទេស្អាតហើយស្នាមញញឹមរបស់នាងមើលទៅគួរឲ្យព្រឺខ្លាចដូចជាវាមិនមែនជាស្នាមញញឹមរបស់មនុស្សឡើយនារីខ្មោចនោះបានលាតដៃមកកាន់ស្រីមកហាក់ដូចជាចង់អញ្ជើញនាងទៅកាន់ពិភពមួយផ្សេងទៀតសំឡេងនាងសប្រាប់ថាមកទទួលយករសជាតិស្នេហ៍របស់បងទៅរសជាតិស្នេហ៍ដែលបងមិនអាចបំភ្លេចបានស្រីមកមានអារម្មណ៍ថាមានកម្លាំងអ្វីម្យ៉ាងទីនាងទៅចិត្តហើយក្លិនផ្អែមនោះក៏ជ្រាបចូលទៅក្នុងខ្លួនប្រាណរបស់នាងដំបូងវាពិតជាផ្អែមល្ហែមដូចទឹកឃ្មុំដែលធ្វើឲ្យនាងភ្លេចអស់ការភ័យខ្លាចទាំងអស់ប៉ុន្តែបន្តិចម្ដងភាពផ្អែមនោះក៏ប្រែក្លាយទៅជាល្វៀងជូរចត់ដូចជាបេះដូងដែលបែកបាក់នាងមានអារម្មណ៍ថាវិញ្ញាណរបស់នាងកំពុងត្រូវបានបឺតចិញ្ចក់ចិនយឺតដូចជាប្រលឹងនារីខ្មោចនោះចង់ចូលមកជំនួសកន្លែងស្រីមកយល់បានថានារីខ្មោចនោះមិនមែនចង់បាននាងជាគូស្នេហ៍ឡើយតែនាងចង់បានរូបកាយស្រីមកដើម្បីរស់ឡើងវិញនិងបន្តស្វែងរករសជាតិស្នេហាដែលនាងមិនអាចទទួលបានស្រីមកបានព្យាយាមរើបំរាស់អស់ពីកម្លាំងកាយចិត្តប៉ុន្តែរាងកាយរបស់នាងហាក់ដូចជាមិនស្ដាប់បង្គាប់ឡើយនាងមានអារម្មណ៍ថាខ្លួនឯងកំពុងคล้ายទៅជាចំណងនៃក្តីស្រឡាញ់ដែលជាប់ជំពាក់ពីអតីតកាលរហូតដល់ថ្ងៃនេះស្រីមកនៅតែមានអារម្មណ៍ថាមានក្លិនផ្អែមល្វីងនោះនៅជុំវិញខ្លួនជានិច្ចហើយនាងក៏មិនអាចតិចផុតពីរូបភាពនៃនារីខ្មោចដែលស្រេកឃ្លានស្នេហានោះបានដែររសជាតិស្នេហ៍នេះនៅតែតាមឡងនាងរៀងរហូត